អ្នកថតសត្វស្លាប់ក្បាច់លូនក្បាច់ក្រាបគឺថាចេះទាំងអស់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទសុជាតិថ្ងៃនេះខ្ញុំធ្វើវីដេអូមួយដែលបង្ហាញអំពីសកម្មភាពនៃការចុះថតរូបសត្វស្លាប់ពេលនេះគឺខ្ញុំបានមកដល់ក្នុងតំបន់ស្នូលនៃតំបន់ការពារទេសភាពបឹងព្រៃល្ពៅហើយខ្ញុំក៏បានដើររកប្លង់ដែលខ្ញុំចង់បាននោះគឺប្លង់សត្វក្រៀលជាមួយនឹងថ្ងៃលិចពេលដែលរកសត្វក្រៀលឃើញហើយគឺខ្ញុំចាប់ផ្ដើមធ្វើការលូនចូលម្ដងបន្តិចដើម្បីផ្ដិតរូបភាពឲ្យបានស្អាតហើយនេះគឺជាសត្វក្រៀលមួយសន្លឹកដែលខ្ញុំថតបានប៉ុន្តែវាអត់តន់ចំប្លង់នោះទេដោយសារតែថ្ងៃអត់តន់លេចខ្ញុំក៏បានបន្តសកម្មភាពក្នុងការថតសត្វក្រៀលនេះលេងបដើដើម្បីរងចាំថ្ងៃលិចអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងសត្វក្រៀលរបស់ផងយើងគឺថាថតជាមួយនឹងថ្ងៃលិចពិតជាស្រស់ស្អាតណាស់អញ្ចឹងក្រោយពីចាំអស់រយៈពេលប្រហែលជា1ម៉ោងជាងមកគឺថាថ្ងៃចាប់ផ្ដើមលិចហើយពុកម៉ែបងប្អូនទាំងអស់គ្នាហើយប្លង់ដែលខ្ញុំចង់បាននោះក៏បានដូចចិត្តទៀតគឺថាថ្ងៃអំណោយផលមកល្អមែនទែនគឺថាលិចចំនឹងសត្វក្រៀលដែលវាកំពុងតែរកចំណីឥឡូវនេះពុកម៉ែបងប្អូនទាំងអស់គ្នាអាចទៅតាមដានទស្សនារូបភាពដែលខ្ញុំថតបានទាំងអស់គ្នាហើយប្លង់ក្រៀលជាមួយនឹងថ្ងៃលិចនេះពិតជាលំបាកណាស់គឺថាខ្ញុំទៅរយៈពេល1អាទិត្យឯណោះសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា